អ្នកខ្លះអត់ព្រមនិយាយពីហេតុផលទេចាក់ចេញទៅទាំងតែទុកយើងចោល ignore យើងចោលហើយក៏ចាក់ចេញទៅស្ងាត់ៗអ្នកខ្លះទៀតឆ្លុះគឺគេទៅបាត់ហ្មងគេអត់ព្រមទទួលកំហុសឬក៏គេអត់ព្រមប្រាប់ហេតុផលឲ្យយើងដឹងឲ្យច្បាស់ថាតើយើងខុសអីតើមានបញ្ហាមួយណាដែលគេអត់អាចទៅមុខមួយយើងបានចម្ងល់មួយនឹងនៅក្នុងចិត្តវាពិបាកនឹងដោះស្រាយហើយក៏អត់ដឹងសួរពីណាគេដែលអាចឆ្លើយចេញបានជាងម្នាក់ដែលចាក់ចេញទៅពីយើងទេមានតែម្នាក់ហ្នឹងឯងដែលអាចឆ្លើយចម្លើយដែលយើងចង់បានឬក៏ចម្លើយដែលពិតប្រាកដដែលយើងជឿជាក់បានណាអញ្ចឹងអ្នកផ្សេងឆ្លើយ100អ្នកក៏អត់អាចយកមកបានដែរទោះតែម្នាក់នឹងឆ្លើយដល់ពេលម្នាក់នឹងគេចេញទៅអត់មានចម្លើយឲ្យយើងទៅរកចម្លើយមកពីណាអញ្ចឹងរឿងនឹងមួយគឺជារឿងមួយដែលទុកឲ្យចម្ងល់ហើយវាកាន់តែមានអាភិបឈឺចាប់ទាំងដែលគេកំពុងតែស្រឡាញ់យើងខ្លាំងតែយើងចាក់ចេញពីគេដែលអត់ផ្ដល់ហេតុផលមួយដើម្បីឲ្យគេស្ងប់ចិត្តថាអានឹងគឺជាកំហុសរបស់គេអញ្ចឹងហើយធ្វើឲ្យគេបាត់បង់មនុស្សម្នាក់ដែលគេស្រឡាញ់វាសមហើយអញ្ចឹង at least ក៏គេដឹងពីកំហុសខ្លួនឯងដែរថាគេខុសអីបានយើងចាក់ចេញពីគេអញ្ចឹងខ្ញុំសនំពោទៅអ្នកទាំងអស់គ្នាថាបើសិនជាយើងទៅមុខមួយគ្នាអត់រួចយើងមានបញ្ហាគួរតែប្រាប់ហេតុផលបើសិនជាយើងអត់អាចទៅមុខរួចឬក៏ហេតុផលបែបណាក៏បានឲ្យតែហេតុផលហ្នឹងវាជារឿងពិតអត់អីទេយ៉ាងណាក៏យើងត្រូវតែបែកដែរបើសិនជានេះប៉ុន្តែ at least ក៏ត្រូវមានហេតុផលមួយដើម្បីឲ្យដៃគូរបស់យើងស្រឡាញ់គ្នាយូរហើយហ្នឹងគាត់ស្ងប់ចិត្តផងសម័យមើលខ្លួនឯងនៅពេលដែលគេចាក់ចេញទៅអត់មានហេតុផលតែយើងមានអារម្មណ៍បែបណាអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកដែលចាក់ចេញពីគេផ្ដល់ហេតុផលមួយឲ្យសមរម្យនិងជាការពិតដើម្បីឲ្យភាគីម្ខាងទៀតដែលកំពុងតែស្រឡាញ់ដែលគេអត់ចង់បាត់បង់យើងហ្នឹងឲ្យគេស្ងប់ចិត្តផងហើយក៏កុំឲ្យឈឺចាប់យូរទៀតចឹងណាអូខេសង្ឃឹមថាអ្នកនរគ្នានឹងប្រសើរឡើងនៅពេលដែលបានស្ដាប់វីដេអូរបស់ខ្ញុំ